ក្នុងវិស្មការរដូវក្តៅឪពុកបើករថយន្តនាំម្ដាយប្អូនស្រីនិងឆ្កែចិញ្ចឹមរបស់គ្រួសារចេញដំណើរកម្សាន្តដោយខ្លួនឯងខ្ញុំរៀបចំអីវ៉ាន់រួចហើយសូមឲ្យពួកគេនាំខ្ញុំទៅជាមួយដោយសុភាពប៉ុន្តែខ្ញុំត្រូវបានរារាំងមិនឲ្យឡើងឡានប្អូនស្រីនិយាយទាំងអួតអាងថាម៉ាក់អង្គុយកៅអីខាងមុខខ្ញុំអង្គុយជាមួយឆ្កែនៅកៅអីក្រោយក្នុងឡានគ្មានកន្លែងសម្រាប់បងទេបងនៅផ្ទះផឹកភេសជ្ជៈត្រជាក់សិនទៅកុំស្រមៃរឿងដែលមិនអាចទៅរួចនៅជាតិមុនខ្ញុំយំទ្រហោយ៉ាងខ្លាំងហើយអង្វរឪពុកម្ដាយឲ្យនាំខ្ញុំទៅជាមួយទីបំផុតពួកគេព្រមដោយទឹកមុខមិនពេញចិត្តប៉ុន្តែពួកគេបែរជាបង្ខំឲ្យខ្ញុំចូលទៅក្នុងក្លឹបដាក់អីវ៉ាន់ខាងក្រោយរថយន្តក្រោយមកគ្រោះមហន្តរាយកម្ដៅខ្លាំងបានកើតឡើងរថយន្តខូចប្រើលែងបានខ្ញុំត្រូវបានចាក់សនៅក្នុងក្លឹបខាងក្រោយហើយស្លាប់ដោយសារកម្ដៅដ៏សែនរន្ធត់ចំណែកឪពុកម្ដាយប្អូនស្រីនិងឆ្កែវិញបានដើរត្រឡប់មកផ្ទះពួកគេរស់រានមានជីវិតដោយពឹងផ្អែកលើសម្ភារៈនៅក្នុងហាងភេសជ្ជៈត្រជាក់របស់គ្រួសារបន្ទាប់ពីខ្ញុំកើតជាថ្មីខ្ញុំគ្រាន់តែញឹមបានខ្ញុំនឹងទៅមើលហាងភេសជ្ជៈត្រជាក់ឲ្យសូមឲ្យពួកអ្នកដើរលេងឲ្យសប្បាយចុះជាតិនេះខ្ញុំនឹងបើកម៉ាស៊ីនត្រជាក់ផឹកភេសជ្ជៈត្រជាក់និងរស់រានឆ្លងផុតគ្រោះមហន្តរាយកម្ដៅដោយសុវត្ថិភាពចំណែកពួកអ្នកកុំសង្ឃឹមថានឹងមកពឹងខ្ញុំបានបើឯងពិតជាចង់ទៅជាមួយពួកយើងចូលទៅក្នុងក្លឹបដាក់អីវ៉ាន់ទៅធ្វើដំណើរតែ12ម៉ោងប៉ុណ្ណោះមិនយូរទេឪពុកសម្លឹងមកខ្ញុំដោយទឹកមុខមិនពេញចិត្តហើយចង្អុលទៅក្លឹបខាងក្រោយរថយន្តក្លឹបនោះតូចណាស់សូម្បីតែឆ្កែក៏ចង្អៀតដែរចុះទម្រាំមនុស្សខ្ញុំមិនទៅទេពាក្យរបស់ខ្ញុំធ្វើឲ្យឪពុកម្ដាយនិងប្អូនស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងសូម្បីតែឆ្កែក៏ហាក់ដូចជាសម្លឹងមើលខ្ញុំដោយភាពងឿងឆ្ងល់ខ្ញុំសម្លឹងមើលពួកគេហើយនឹកឃើញអ្វីដែលបានកើតឡើងនៅជាតិមុនខាងក្រៅខ្ញុំនៅតែស្ងប់ស្ងាត់ប៉ុន្តែក្នុងចិត្តពោពេញទៅដោយការស្អប់ខ្ពើមយ៉ាងខ្លាំងឪពុកខឹងយ៉ាងខ្លាំងពេលឃើញខ្ញុំហ៊ានតតគាត់លើកដៃបំរុងផ្ទះខ្ញុំតិចបានទាន់ពេលគាត់បាត់លំនឹងហើយដួលកាប់មុខទៅលើដីកូនមិនល្អមិនបាច់ទៅទៀតទេយើងចេញដំណើរភ្លាមមិនទៅក៏មិនទៅពេលនេះខ្ញុំកើតជាថ្មីហើយខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាមកធ្វើបាបខ្ញុំដូចជាតិមុនទៀតឡើយខ្ញុំក្តាប់សោហាងភេសជ្ជៈត្រជាក់នៅក្នុងដៃយ៉ាងណែនលើកនេះដល់វេនពួកគេហើយដែលត្រូវលុតជង្គង់សុំអង្វរខ្ញុំដើរត្រង់ទៅហាងភេសជ្ជៈត្រជាក់ពេលនេះម៉ោង 7 ព្រឹកនៅម៉ោង 1 រសៀលគ្រោះមហន្តរាយកម្ដៅពិភពលោកនឹងចាប់ផ្ដើមខ្ញុំនៅសល់ពេលត្រឹម 6 ម៉ោងប៉ុណ្ណោះដើម្បីរៀបចំខ្លួនហាងភេសជ្ជៈរបស់គ្រួសារខ្ញុំទូមិនធំក៏ដោយប៉ុន្តែជាហាងកណ្ដាលប្រចាំទីក្រុងនៅជាប់នោះមានឃ្លាំងបង្កកដ៏ធំមួយរៀងរាល់ពីថ្ងៃម្ដងវត្ថុធាតុដើមសម្រាប់ហាងសាខាជាច្រើនត្រូវបានដឹកចេញពីឃ្លាំងនេះដូច្នេះឃ្លាំងមានទំហំធំខ្លាំងបើខ្ញុំអាចទិញស្បៀងអាហារនិងបំពេញឃ្លាំងនេះឲ្យពេញនឹងអាចរស់រានមានជីវិតបានក្នុងអំឡុងគ្រោះមហន្តរាយកម្ដៅខ្ញុំចាប់ផ្ដើមរកប្រាក់សន្សំរបស់ខ្ញុំធ្វើការក្រៅម៉ោងនិងបង្រៀនតាមអ៊ីនធឺណិតសរុបមកខ្ញុំសន្សំបានត្រឹមជាង1,000 យន់ប៉ុណ្ណោះទោះយកលុយទាំងអស់ទៅទិញមីកញ្ចប់និងទឹកស្អាតក៏មិនអាចរស់បានដល់2 ខែដែរខណៈខ្ញុំកំពុងព្រួយបារម្ភហាងសាខាជាច្រើនបានមកទិញទំនិញហាងភាគច្រើនទូទាត់តាមខលខូតប៉ុន្តែមានហាង5បងជាសាច់ប្រាក់ពេលឃើញក្រដាសប្រាក់ពណ៌ក្រហមជាច្រើនដុំភ្នែកខ្ញុំភ្លឺឡើងភ្លាមសរុបមានចំនួន100,000 យន់ខ្ញុំដាក់លុយទាំងអស់ចូលក្នុងកាបូបស្ពីដោយមិនស្ទាក់ស្ទើរពេលនោះឪពុកបានទូរស័ព្ទមកជីងលុយសាច់ប្រាក់ដែលអ្នកផ្គត់ផ្គង់ប្រគល់ឲ្យត្រូវរក្សាទុកឲ្យល្អបើបាត់សំបីតែ1 យន់អញនឹងមិនលើកលែងឲ្យអញទេខ្ញុំឆ្លើយយ៉ាងសុភាពថាបាទខ្ញុំនឹងថែទាំឲ្យល្អបន្ទាប់មកខ្ញុំសួរយ៉ាងប្រុងប្រយ័ត្នប៉ាពួកប៉ានឹងទៅលេង1 ឬ 2 សប្តាហ៍ខ្ញុំគ្មានអ្វីញ៉ាំទេខ្ញុំអាចយក50 យន់សម្រាប់ទិញបាយបានទេឪពុកស្រែកដាក់ខ្ញុំភ្លាមកូនខ្ជះខ្ជាយរកលុយមិនងាយទេហេតុអ្វីចង់ចំណាយលុយផ្ដេសផ្ដាសនៅផ្ទះមិនមែនមានអាហារឆ្កែទេវាក៏មានជីវជាតិដែរភ្លាមនោះឬសំឡេងប្អូនស្រីស្រែកឡើងអត់ទេគាត់មិនអាចញ៉ាំអាហារឆ្កែរបស់ខ្ញុំបានទេមួយថងតម្លៃ500 យន់ឲ្យគាត់ញ៉ាំគឺខ្ជះខ្ជាយពេកសំឡេងឪពុកភ្លាមក៏ប្រែជាទន់ភ្លន់មិនបាច់បារម្ភទេកូនស្រីប៉ានឹងមិនឲ្យនាងប៉ះអាហារឆ្កែរបស់កូនឡើយប៉ុន្តែពេលនិយាយមកខ្ញុំវិញសំឡេងគាត់ត្រឡប់ទៅជាតឹងរឹងនឹងកាច់សាហាវដដែលរឿងបាយទឹករបស់ឯងដោះស្រាយដោយខ្លួនឯងធំហើយមិនដល់ថ្នាក់ស្លាប់អត់ឃ្លានទេហាមប៉ះរបស់របរក្នុងផ្ទះនិយាយចប់គាត់ក៏បិទទូរស័ព្ទភ្លាមនឹងអាចរស់រានមានជីវិតបានក្នុងអំឡុងគ្រោះមហន្តរាយកម្ដៅខ្ញុំចាប់ផ្ដើមរកប្រាក់សន្សំរបស់ខ្ញុំធ្វើការក្រៅម៉ោងនិងបង្រៀនតាមអ៊ីនធឺណិតសរុបមកខ្ញុំសន្សំបានត្រឹមជាង1,000 យន់ប៉ុណ្ណោះទោះយកលុយទាំងអស់ទៅទិញមីកញ្ចប់និងទឹកស្អាតក៏មិនអាចរស់បានដល់2 ខែដែរខណៈខ្ញុំកំពុងព្រួយបារម្ភហាងសាខាជាច្រើនបានមកទិញទំនិញហាងភាគច្រើនទូទាត់តាមខលខូតប៉ុន្តែមានហាង5បងជាសាច់ប្រាក់ពេលឃើញក្រដាសប្រាក់ពណ៌ក្រហមជាច្រើនដុំភ្នែកខ្ញុំភ្លឺឡើងភ្លាមសរុបមានចំនួន100,000 យន់ខ្ញុំដាក់លុយទាំងអស់ចូលក្នុងកាបូបស្ពីដោយមិនស្ទាក់ស្ទើរពេលនោះឪពុកបានទូរស័ព្ទមកប៉ានឹងមិនឲ្យនាងប៉ះអាហារឆ្កែរបស់កូនឡើយប៉ុន្តែពេលនិយាយមកខ្ញុំវិញសំឡេងគាត់ត្រឡប់ទៅជាតឹងរឹងនឹងកាច់សាហាវដដែលរឿងបាយទឹករបស់ឯងដោះស្រាយដោយខ្លួនឯងធំហើយមិនដល់ថ្នាក់ស្លាប់អត់ឃ្លានទេហាមប៉ះរបស់របរក្នុងផ្ទះនិយាយចប់គាត់ក៏បិទទូរស័ព្ទភ្លាមនឹងអាចរស់រានមានជីវិតបានក្នុងអំឡុងគ្រោះមហន្តរាយកម្ដៅខ្ញុំចាប់ផ្ដើមរកប្រាក់សន្សំរបស់ខ្ញុំធ្វើការក្រៅម៉ោងនិងបង្រៀនតាមអ៊ីនធឺណិតសរុបមកខ្ញុំសន្សំបានត្រឹមជាង1,000 យន់ប៉ុណ្ណោះទោះយកលុយទាំងអស់ទៅទិញមីកញ្ចប់និងទឹកស្អាតក៏មិនអាចរស់បានដល់2 ខែដែរខណៈខ្ញុំកំពុងព្រួយបារម្ភហាងសាខាជាច្រើនបានមកទិញទំនិញហាងភាគច្រើនទូទាត់តាមខលខូតប៉ុន្តែមានហាង5បងជាសាច់ប្រាក់ពេលឃើញក្រដាសប្រាក់ពណ៌ក្រហមជាច្រើនដុំភ្នែកខ្ញុំភ្លឺឡើងភ្លាមសរុបមានចំនួន100,000 យន់ខ្ញុំដាក់លុយទាំងអស់ចូលក្នុងកាបូបស្ពីដោយមិនស្ទាក់ស្ទើរពេលនោះឪពុកបានទូរស័ព្ទមកជីងលុយសាច់ប្រាក់ដែលអ្នកផ្គត់ផ្គង់ប្រគល់ឲ្យត្រូវរក្សាទុកឲ្យល្អបើបាត់សំបីតែ1 យន់អញនឹងមិនលើកលែងឲ្យអញទេខ្ញុំឆ្លើយយ៉ាងសុភាពថាបាទខ្ញុំនឹងថែទាំឲ្យល្អបន្ទាប់មកខ្ញុំសួរយ៉ាងប្រុងប្រយ័ត្នប៉ាពួកប៉ានឹងទៅលេង1 ឬ 2 សប្តាហ៍ខ្ញុំគ្មានអ្វីញ៉ាំទេខ្ញុំអាចយក50 យន់សម្រាប់ទិញបាយបានទេឪពុកស្រែកដាក់ខ្ញុំភ្លាមកូនខ្ជះខ្ជាយរកលុយមិនងាយទេហេតុអ្វីចង់ចំណាយលុយផ្ដេសផ្ដាសនៅផ្ទះមិនមែនមានអាហារឆ្កែទេវាក៏មានជីវជាតិដែរ
ភ្លាមនោះឬសំឡេងប្អូនស្រីស្រែកឡើងអត់ទេគាត់មិនអាចញ៉ាំអាហារឆ្កែរបស់ខ្ញុំបានទេមួយថងតម្លៃ500យ៉នឲ្យគាត់ញ៉ាំគឺខ្ជះខ្ជាយពេកសំឡេងឪពុកភ្លាមក៏ប្រែជាទន់ភ្លន់មិនបាច់បារម្ភទេកូនស្រីប៉ានឹងមិនឲ្យនាងប៉ះអាហារឆ្កែរបស់កូនឡើយប៉ុន្តែពេលនិយាយមកខ្ញុំវិញសំឡេងគាត់ត្រឡប់ទៅជាតឹងរឹងនិងកាច់សាហាវដដែលរឿងបាយទឹករបស់ឯងដោះស្រាយដោយខ្លួនឯងធំហើយមិនដល់ថ្នាក់ស្លាប់អត់ឃ្លានទេហាមប៉ះរបស់របរក្នុងផ្ទះនិយាយចប់គាត់ក៏បិទទូរស័ព្ទភ្លាមសាច់ក្រកក្រហមរបស់ទាំងនេះល្មមឲ្យខ្ញុំញ៉ាំបានប៉ុន្មានខែដែរប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ទេទោះបីជាស្ថិតក្នុងទិវានៃថ្ងៃអវសានពិភពលោកក៏ដោយក៏ជីវិតរស់នៅរបស់យើងត្រូវតែមានផាសុកភាពនិងរីករាយដែរខ្ញុំបានស្ទុះទៅហាងលក់នំចំណីម្ដងទៀតនំចំណីដែលប៉ាម៉ាក់មិនដែលទិញឲ្យខ្ញុំពីមុនមកខ្ញុំទិញយកទាំងអស់តែម្ដងសាច់គោក្រៀមសាច់ជ្រូកក្រៀមសាច់ទន្សាយកាត់ឡាទាវដំឡូងបារាំងបំពងនំបងស្រួយចាហួយកូនត្រីក្រៀមកូកាកូឡាស្ប្រៃហ្វានតាខ្ញុំកំងយកទាំងអស់មួយមុខចំនួន500ប្រអប់ថ្ងៃអវសានពិភពលោកដែលក្តៅសាហាវបែបនេះកាន់តែខ្វះការ៉េមមិនបានខ្ញុំក៏ដើរទៅតំបន់ក្លាសេការ៉េមគ្រប់ម៉ាកទាំងអស់ខ្ញុំកំងយកមួយម៉ាក100ប្រអប់ពេលដែលផ្សារទំនើបនិងហាងនំចំណីដឹកជញ្ជូនទំនិញរួចរាល់ខ្ញុំក៏ប្រញាប់ប្រញាល់ញាត់អីវ៉ាន់ទាំងអស់ចូលទៅក្នុងឃ្លាំងត្រជាក់បន្ទាប់ពីមានញឹកមួយសន្ទុះខ្ញុំបានរាប់ប្រាក់សុទ្ធនៅក្នុងដៃស្រាប់តែនៅសល់ជាង30,000យ៉នទៀតលើកដំបូងហើយដែលចាយលុយដៃទូលាយបែបនេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់ខ្ញុំស្ទើរតែមិនដឹងថាតើត្រូវចាយលុយដែលនៅសល់ដោយរបៀបណាទៀតទេខ្ញុំដេកដកដង្ហើមហត់នៅលើឥដ្ឋហើយខិតខំគិតយ៉ាងខ្លាំងភ្លាមនោះគំនិតមួយបានលេចឡើងក្នុងក្បាលខ្ញុំក៏កាន់លុយរត់ចេញទៅក្រៅភ្លាមខ្ញុំបានជិះតាក់ស៊ីទៅស្ថានីយ៍ប្រេងឥន្ធនៈមុនគេហើយចំណាយលុយ10000យ៉នទិញប្រេងម៉ាស៊ូតជាង1.000 លីត្រឃ្លាំងត្រជាក់មានម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតពេលដែលដាច់អគ្គិសនីនៅដំណាក់កាលក្រោយនៃថ្ងៃអវសានខ្ញុំនឹងពឹងផ្អែកលើប្រេងម៉ាស៊ូតទាំងនេះដើម្បីបើកម៉ាស៊ីនត្រជាក់បន្ទាប់មកខ្ញុំបានទៅហាងលក់ឧបករណ៍ជាងហើយទិញកាំបិតធំដំបងឆក់ការពារខ្លួននិងរបាំងដាច់សុវត្ថិភាពចុងក្រោយខ្ញុំបានកាន់លុយជាង10000យ៉នដែលនៅសល់ទៅហាងតុបតែងផ្ទះខ្ញុំបានវាយកំទេចទ្វារកញ្ចក់ដែលគ្មានប្រយោជន៍របស់ហាងភេសជ្ជៈត្រជាក់ចោលទាំងអស់ហើយបានបំពាក់ទ្វារអ៊ីណុកយ៉ាងក្រាស់បំផុតជំនួសវិញលុយប៉ុន្មានពាន់ដែលនៅសល់ខ្ញុំបានទិញគ្រែតូចដ៏ទន់មួយញ៉ាត់ចូលទៅក្នុងហាងភេសជ្ជៈហើយអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ជាស្ថាពរវេលាម៉ោង1រសៀលបានមកដល់ខ្ញុំបានអ្នកដើរតាមផ្លូវខាងក្រៅស្រែកលាន់ឡើងថាអាឡូមិនក៏ស្រាប់តែក្តៅខ្លាំងម្ល៉េះបាត់ស្បែកជើងខ្ញុំរលាយអស់ហើយក៏ខ្ញុំញឹមថ្ងៃអវសានពិភពលោកនៃកម្ដៅខ្លាំងបានមកដល់ដោយការរំពឹងទុកខ្ញុំបានឆុងតែស្វាយត្រជាក់មួយកែវឲ្យខ្លួនឯងដោយមិនប្រញាប់ប្រញាល់ឡើយសម្លឹងមើលទៅចំហាយកម្ដៅដែលភាយឡើងរហុយនៅខាងក្រៅហាងស្រាប់តែមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងខ្ញុំចុចមើលទូរស័ព្ទហើយឃើញប្អូនស្រីពុតត្បុតបានផុសមួយនៅក្នុងក្រុមនៅក្នុងរូបថតនាងបានស្លៀករ៉ូបក្រាស់ធ្វើមាត់ស្រួចធ្វើដៃសញ្ញាចំនួន9ប្លង់ចំកណ្ដាលរូបគឺរូបថតអ្នកទាំង3កាន់ដៃគ្នាប៉ាម៉ាក់និងនាងជាមួយនឹងអត្ថបទថាប៉ាម៉ាក់ស្រឡាញ់និងស្រឡាញ់ខ្ញុំខ្លាំងណាស់ខ្ញុំប្រាប់ថាចង់ទៅការតាំងពីពន្ធការតូនពួកគាត់ក៏នាំខ្ញុំមកមែនពួកយើងគឺជាគ្រួសារដែលមានសុភមង្គលបំផុតទាំង3នាក់គឺខ្ញុំនិងនាងរៀនវិទ្យាល័យជាមួយគ្នាមានមិត្តភ័ក្តិរួមគ្នាច្រើននរណាម្នាក់បានខមមិនថាបងស្រីឯងមិនបានមកជាមួយទៀតហើយឬនាងបានឆ្លើយតបយ៉ាងលឿនថាមិនដឹងថាហេតុអ្វីបានជាបងស្រីមើលមុខខ្ញុំមិនត្រង់សោះហើយថែមទាំងស្អប់ប៉ាម៉ាក់បន្តិចបន្តួចទៀតលើកនេះក៏មកពីគាត់មិនព្រមមកលេងជាមួយពួកយើងដែរគឺខ្ញុំធ្វើភ្នែកក្រឡក់នាងតែងតែបែបនេះព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំដោយមិនសំចៃកម្លាំងប៉ុន្តែមើលទៅពួកគាត់ពិតជាបានបត់ក្បាលឡានទៅទីក្រុងខាងត្បូងដើម្បីចូលរួមការតាំងពីព័ត៌មានមេពុតត្បុតឲ្យឯងសើចឲ្យហើយទៅចាំមើលថាឯងអាចសើចបានយូរប៉ុណ្ណាទៀតប៉ុន្មានម៉ោងក្រោយមកសីតុណ្ហភាពបានកើនឡើងជាលំដាប់ដោយការពីជាតិមុនដែរឥឡូវនេះវាបានឡើងដល់ជាង50អង្សាសេទៅហើយនៅពេលដែលខ្ញុំនៅក្នុងហាងភេសជ្ជៈគ្រាន់តែខ្យល់ត្រជាក់ដែលភាយចេញពីឃ្លាំងត្រជាក់ក៏គ្រប់គ្រាន់ធ្វើឲ្យត្រជាក់ស្រួលបាត់ទៅហើយខ្ញុំញ៉ាំនំនិងមើលរឿងភាគស្រាប់តែទូរស័ព្ទទទួលបានប្រាក់ទេចំនួន50,000យ៉នវិនាទីបន្ទាប់ប៉ារបស់ខ្ញុំបានខលមកចឹងឥឡូវនេះសីតុណ្ហភាពខុសប្រក្រតីខ្លាំងណាស់ពួកយើងមានគម្រោងបត់ក្បាលឡានត្រឡប់ទៅផ្ទះវិញភ្លាមដើម្បីគេចពីកម្ដៅកូនប្រញាប់ចេញទៅក្រៅកាន់លុយទិញអាហារនិងទឹកដែលទុកបានយូរយកទៅដាក់ក្នុងឃ្លាំងត្រជាក់ប្រញាប់ឡើងដឹងទេគឺខ្ញុំសម្លឹងមើលសម្ភារៈដែលផ្ទុកពេញឃ្លាំងទៅហើយរួចឆ្លើយតបដោយស្នាមញញឹមថាចាល្អលុយដែលគេយកមកឲ្យដល់ដៃមានហេតុផលអីត្រូវបដិសេធខ្ញុំបានចេញទៅក្រៅភ្លាមខណៈពេលដែលអ្វីគ្រប់យ៉ាងនៅតែធម្មតាខ្ញុំដើរទិញអីសប្បាយដោយប្រើប្រាស់លុយទាំងនេះខ្ញុំជិះតាក់ស៊ីត្រង់ទៅភោជនីយដ្ឋានកម្រិត Michelin ដែលថ្លៃបំផុតនិងប្រណីតបំផុតនៅក្នុងក្រុងខ្ញុំនិងនាងគឺជាបងប្អូនភ្លោះកាលពីជាតិមុននៅពេលថ្ងៃខួបកំណើតរបស់យើងប៉ាម៉ាក់តែងតែនាំនាងទៅញ៉ាំអីតែម្នាក់ឯងរាល់ពេលដែលនាងត្រឡប់មកវិញនាងតែងតែរៀបរាប់យ៉ាងពិស្ដារថាភោជនីយដ្ឋាននោះឆ្ងាញ់យ៉ាងណានិងយ៉ាងណាធ្វើឲ្យខ្ញុំឃ្លានស្ទើរអត់ទ្រាំមិនបានឥឡូវនេះដល់វេនខ្ញុំត្រូវឧបត្ថម្ភខ្លួនឯងម្ដងហើយបង្គានាគក្តាមឈូកសមុទ្រប្រមយសមុទ្រត្រីលឿងធំពងត្រីកាវ៉េអីដែលមិនថ្លៃខ្ញុំមិនកំងទេមិនយូរប៉ុន្មានខ្ញុំបានចំណាយលុយជាង10000យ៉នកំងពេញមួយតុបន្ទាប់ពីថតរូបរួចខ្ញុំក៏ចាប់ផ្ដើមញ៉ាំយ៉ាងឆ្ងាញ់ពិសាពេលនោះនាងបានអួតនៅក្នុងក្រុមគ្រួសារសាជាថ្មីនាងបានផ្ញើរូបថតគ្រួសារទាំង3នាក់កំពុងញ៉ាំនំនៅក្នុងហាងបង្អែមហើយបានថែខ្ញុំអាកាសធាតុក្ដៅណាស់ប៉ាម៉ាក់និងខ្ញុំបានមកហាងបង្អែមញ៉ាំអាហារសម្រន់ពេលរសៀលតម្លៃ200យ៉នម្នាក់អាកាសធាតុក្ដៅបែបនេះបងនៅតែត្រូវចេញទៅក្រៅទិញសម្ភារៈប្រកបជាខ្មៅនិងអាក្រក់មើលជាងមុនហើយមិនដូចខ្ញុំទេមានសំណាងបានសប្បាយម៉ាក់ប្រាប់ថាដៃជើងបងមិនស្អាតស្អំទេមិនអនុញ្ញាតឲ្យលួចចាយលុយប៉ាម៉ាក់ផ្ដេសផ្ដាស់ឡើយប៉ាខ្ញុំមិនបាននិយាយអ្វីទេប៉ុន្តែគាត់បានឡែកខ្ញុំខឹងរហូតដល់សើចពួកគាត់តែងតែឌឺដងបែបនេះជានិច្ចខ្ញុំកាត់ឡើងវិញសារជាថ្មីហើយប្រសិនបើនៅតែអត់ទ្រាំទៀតគឺវាមិនគួរសមទេខ្ញុំក៏ផ្ញើរូបថតអាហារដ៏អស្ចារ្យមួយតដែលទើបតែថតមិញនេះចូលទៅក្នុងគ្រប់វិញភ្លាមគឺតម្លៃ200យ៉នម្នាក់តែក៏មិនចម្លែកដែរដែលមើលទៅអន់ថយបែបនេះមើលរបស់ខ្ញុំវិញអាហារមួយតនេះមានតម្លៃ10000យ៉នឯណោះមើលទៅទំនងនឹងឆ្ងាញ់ជាងអាហារសម្រន់200យ៉នរបស់អញឆ្ងាញ់ណាស់ពីគ្រួសារយើងល្មមមានលុយកាក់ដែរប៉ុន្តែក៏មិនមែនជាគ្រួសារដែលហ៊ានញ៉ាំអាហារមួយពេលអស់10000យ៉ននោះទេសូម្បីតែថ្ងៃខួបកំណើតរបស់នាងអាហារមួយពេលអស់ត្រឹមតែ2ទៅ3000យ៉នប៉ុណ្ណោះដូច្នេះនាងបានផ្ទុះកំហឹងយ៉ាងខ្លាំងហើយបានជេរខ្ញុំយ៉ាងចាស់ដៃនៅក្នុងគ្រប់ចឹងនាងមេឈួតនាងហ៊ានញ៉ាំអាហារតម្លៃ10000យ៉នផងនាងឯងវិនិច្ឆ័យហើយចាំមើលប៉ាម៉ាក់ត្រឡប់ទៅវិញវានាងឯងឲ្យងាប់គឺបន្ទាប់មកទូរស័ព្ទរបស់ប៉ាខ្ញុំក៏ខលមកមានកូនអកតញោមិនក៏ឯងហ៊ានចាយលុយផ្ដេសផ្ដាស់បែបនេះអញមើលទៅឯងប្រហែលជាធុញនឹងរស់ហើយមែនទេ
ប្រញាប់ដកលុយវិញភ្លាមរួចរត់ទៅទិញអាហារនិងទឹកទៅបើមិនដឹងទេអញទៅវិញនឹងវាឯងឲ្យសន្លប់មិនខានក៏ខ្ញុំបឺតជញ្ជក់សាច់ក្តាមដោយស្នាមញឹមយ៉ាងមានក្តីសុខចង់វាខ្ញុំឬចាំពួកឯងមានជីវិតរស់ត្រឡប់មកវិញសិនទៅខ្ញុំញ៉ាំរហូតដល់ឆ្អែតស្ទើរប្រេះពោះតែអាហារដ៏អស្ចារ្យនេះនៅតែសល់ពាក់កណ្ដាលទៀតបន្ទាប់ពីខ្ចប់អាហារដែលសល់រួចខ្ញុំបានជិះតាក់ស៊ីត្រង់ទៅកាន់ផ្លូវម្ហូបអាហារសាច់អាំងឆ្នាំងក្តៅម្ហូបជប៉ុនម្ហូបកូរ៉េម្ហូបថៃម្ហូបស៊ីឈួនខ្ញុំមិនរំលងសំបីតែមួយមុខហើយបានខ្ចប់មួយមុខមួយឈុតផ្ញើចូលទៅក្នុងឃ្លាំងត្រជាក់បែបនេះទើបហៅថាបានចាយលុយ50,000 យន់ដែលប៉ាខ្ញុំឲ្យមកអស់គ្មានសល់ខ្ញុំបានត្រឡប់មកផ្ទះវិញហើយចូលមុជទឹកការងូតទឹកក្តៅធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយនិងផាសុកភាពជាខ្លាំងខ្ញុំក៏បានឆ្លៀតឱកាសរៀបចំវិកខ្ចប់កន្សែងពូកអាវវាលក្លៀកខោខ្លីរដូវក្តៅរួមទាំងចានឆ្នាំងនិងសម្ភារប្រើប្រាស់ទាំងអស់រួចប្រញាប់ប្រញាល់ស្ទុះទៅហាងភេសជ្ជៈត្រជាក់ភ្លាមឥឡូវនេះជាម៉ោង8យប់ទៅហើយប៉ុន្តែសីតុណ្ហភាពបានកើនឡើងស្ទើរតែដល់80អង្សាសេអ្វីដែលអន្តែតនៅខាងក្រៅបង្អួចមើលទៅមិនមែនជាខ្យល់អាកាសធម្មតាទេប៉ុន្តែវាប្រៀបដូចជាដុំខ្សាច់ដ៏ក្តៅហុយដែលគ្រាន់តែដកដង្ហើមចូលបន្តិចក៏អាចដុតរលាកសួតបានដែរខ្ញុំបែកញើសសាមជោគរួចក៏ត្រូវកម្ដៅអាំងឲ្យស្ងួតវិញរហូតដល់ខ្ញុំស្ទុះចូលទៅក្នុងហាងភេសជ្ជៈត្រជាក់ទើបមានអារម្មណ៍ថារស់ឡើងវិញខ្ញុំបានតាក់សោទ្វារអ៊ីណុកយ៉ាងក្រាស់និងធ្ងន់រួចបើកកំប៉ុងកូកាកូឡាត្រជាក់ស្រេកមួយកំប៉ុងហើយយកអាហារឆ្ងាញ់ដែលបានខ្ចប់ការពីសៀលចេញមកផែនការសម្ងំនៅផ្ទះក្នុងអំឡុងពេលអវសានពិភពលោកនៃកម្ដៅខ្លាំងបានចាប់ផ្ដើមជាផ្លូវការខ្ញុំញ៉ាំកូកាមួយកែវប៊ឺតសាច់អាំងមួយដុំគឺពិតជាសប្បាយចិត្តឥតឧបមាពេលនោះនៅក្នុងក្រុមផ្សារជាថ្មីមានចលនាឡើងគឺប្អូនស្រីពុតបុតដែលបានផ្ញើរូបថតអាហារពេលល្ងាចចូលក្នុងក្រុមហើយថែកមកខ្ញុំនាងខឹងក្តៅក្រហាយនឹងខ្ញុំដែលហ៊ានញ៉ាំអាហារ10000 យន់ក៏បានបង្ខំប៉ាម៉ាក់ឲ្យជូនទៅរកភោជនីយដ្ឋានប្រណីតមួយនៅទីក្រុងខាងត្បូងហើយអ្នកទាំង3បានញ៉ាំអស់20000 យន់ខ្ញុំប្រញាប់ប្រញាល់ស្វែងរកនៅលើផែនទីភោជនីយដ្ឋានដែលនាងទៅនោះគឺនៅឆ្ងាយពីស្ថានីយ៍ភ្លើងល្បឿនលឿនដែលជិតបំផុតរហូតដល់ជាង140គីឡូម៉ែត្រឯណោះការខឹងប្រកួតប្រជែងរបស់នាងធ្វើឲ្យពួកគេកាន់តែនៅឆ្ងាយពីស្ថានីយ៍ភ្លើងខ្ញុំបិទភ្នែកញញឹមដោយក្តីរំភើបជាខ្លាំងម៉ោង10យប់ប្អូនស្រីពុតបុតបាននិយាយនៅក្នុងក្រុមថាប៉ាដឹងថាម៉ាស៊ីនត្រជាក់ឡានខូចហើយខ្ញុំក្តៅនិងហត់នឿយខ្លាំងនៅក្នុងឡានគាត់ក៏ប្រាប់ថាបន្តិចទៀតដល់ស្ថានីយ៍ភ្លើងគាត់នឹងទិញការ៉េមជាច្រើនឲ្យខ្ញុំស្ទុះអង្គុយឡើងពីលើគ្រែតូចភ្លាមរួចកិននាពេលវេលាមើលទៅពួកគេនៅតែបន្តធ្វើដំណើរទាំងយប់ប្រសិនបើពួកគេបើកបរទាំងយប់ទៅដល់ស្ថានីយ៍ភ្លើងពួកគេប្រកាសជារក្សាខ្លួនបានដោយសុវត្ថិភាពហើយត្រឡប់មកវិញបានជាមិនខានមិនបានទេខ្ញុំដាច់ខាតត្រូវតែឲ្យពួកគេរងទុក្ខវេទនាឲ្យដល់កម្រិតខ្ញុំគិតមួយសន្ទុះរួចក៏ថែកប្អូនស្រីពុតបុតនៅក្នុងក្រុមហើយនិយាយឌឺដងដោយសំឡេងផ្អែមលងថាក៏ប្អូនស្រីពួកឯងនៅតែបន្តធ្វើដំណើរទៀតខំទៅដល់ទីក្រុងខាងត្បូងទាំងលំបាកតែមិនទាន់បានដេកសម្រាកមួយយប់ផងក៏ត្រូវត្រឡប់មកវិញបាត់ទៅហើយការដើរលេងរបស់ឯងលើកនេះគឺគ្មានន័យសោះតែម្ដងមិនទាន់ស្មើនឹងបងដេកស្រួលនៅផ្ទះផងហេខ្ញុំស្គាល់ចរិតអូនស្រីខ្ញុំច្បាស់ណាស់នាងដាច់ខាតមិនព្រមខ្ញុំរស់នៅស្រួលជាងនាងឡើយសូម្បីតែមួយវិនាទីក៏មិនបានដែរមិនយូរប៉ុន្មាននាងក៏បាននិយាយនៅក្នុងក្រុមដោយក្តីរីករាយថាប៉ាម៉ាក់ស្រឡាញ់ខ្ញុំបំផុតខ្ញុំប្រាប់ថាមិនចង់ទៅស្ថានីយ៍ភ្លើងទេខ្ញុំចង់ទៅដេកសន្តាគារផ្កាយ5ប៉ាម៉ាក់ក៏នាំខ្ញុំទៅភ្លាមចឹងឯងគ្មានថ្ងៃអាចច្រណែនបានទេក៏ប្អូនស្រីពុតបុតពិតជាធ្លាក់ចូលក្នុងល្បិចរបស់ខ្ញុំមែនអស្ចារ្យណាស់រំពេចនោះសំឡេងទូរស័ព្ទរោតឡើងរំពងត្រជាមិនបាច់មើលក៏ដឹងថាប្រកាសជាប៉ារបស់ខ្ញុំខលមកជេរខ្ញុំទៀតហើយខ្ញុំក៏បិទទូរស័ព្ទភ្លាមរួចចូលគេងបាត់ទៅថ្ងៃបន្ទាប់សីតុណ្ហភាពមិនបានកើនឡើងទៀតទេប៉ុន្តែខាងក្រៅនៅតែមានកម្ដៅ80អង្សាសេដែរខ្ញុំបើកទ្វារសម្លឹងមើលទៅខាងក្រៅកាលពីម្សិលមិញនៅមានអ្នកដើរតាមផ្លូវខ្លះតែថ្ងៃនេះគឺគ្មានមនុស្សសូម្បីតែម្នាក់អាកាសធាតុក្តៅបែបនេះតើនរណាហ៊ានចេញទៅក្រៅស្រាប់តែមានសត្វបក្សីមួយក្បាលធ្លាក់ត្រង់ពីលើដើមឈើមកដីប្រហែលជាវាសន្លប់ដោយសារកម្ដៅថ្ងៃវិនាទីដែលវាធ្លាក់ដល់ដីខ្ញុំស្រាប់តែបានឮសំឡេងឆាសាច់ព្រមទាំងមានក្លិនសាច់អាំងចម្លែកភាយឡើងមកខ្ញុំភ័យខ្លាចយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់បិទទ្វារភ្លាមនៅតែក្នុងម៉ាស៊ីនត្រជាក់របស់ខ្ញុំត្រជាក់ស្រួលជាងពេលថ្ងៃត្រង់ខ្ញុំបានឆុងតែទឹកដោះគោកកាម៉ាលីមួយកែវយ៉ាងផ្អែមត្រជាក់រួចញ៉ាំឆ្នាំងក្តៅដែលបានខ្ចប់កាលពីម្សិលមិញយ៉ាងសប្បាយរីករាយបន្ទាប់មកខ្ញុំបើគ្រប់គ្រួសារចំពេលវេលាដើម្បីមើលរឿងកំ pl ែងខ្លែងបាយប្អូនស្រីខ្ញុំបានផ្ញើសារក្នុងក្រុមថាប៉ាល្អចំពោះពួកយើងខ្លាំងណាស់ឲ្យពួកយើងពូនកម្ដៅថ្ងៃនៅក្នុងឡានរួចគាត់ដើរទៅក្បែរផ្លូវមើលថាតើមានអ្នកណាជិះកាត់ដើម្បីសុំជិះបន្តដែរឬទេប៉ុន្តែឡានចុងក្រោយត្រូវខូចខាតទាំងស្រុងក៏ខ្ញុំសើចស្ទើរតែហែកមាត់សប្បាយចិត្តជាខ្លាំងប្រហែល1 ទៅ 2 ម៉ោងក្រោយមកប៉ារបស់ខ្ញុំបានថែខ្ញុំតែខ្ញុំមើលហើយមិនឆ្លើយតបឡើយសប្បាយចិត្តដូចជារើសបានលុយអញ្ចឹងមើលទៅពួកគេត្រូវតែដើរដោយជើងទេទៅកាន់ស្ថានីយ៍ភ្លើងហើយប្អូនស្រីពុតបុតធម្មតាសំបីតែទិញទឹកមួយកែវក៏ប្រើខ្ញុំឲ្យរត់ការជំនួសដែរឥឡូវនេះនៅពេលគិតថានាងត្រូវហាលថ្ងៃក្តៅហែងដើរចម្ងាយជាង100គីឡូម៉ែត្រខ្ញុំសប្បាយចិត្តរកអ្វីប្រៀបមិនបានឡើយលុះដល់ពេលល្ងាចប្អូនស្រីពុតបុតបានខឹងសម្បានៅក្នុងក្រុមហើយថែខ្ញុំដោយចោទប្រកាន់ថាហេតុអ្វីបានជាខ្ញុំមិនព្រមឆ្លើយតបសំបីតែប៉ាខ្ញុំក៏ប្រញាប់ថែខ្ញុំនៅក្នុងក្រុមដែរក្នុងនាមខ្ញុំជាកូនស្រីនិងជាបងស្រីដែលយកចិត្តទុកដាក់តើខ្ញុំអាចមិនឆ្លើយតបបានដោយរបៀបណាដូច្នេះការសម្ដែងរបស់ខ្ញុំបានចាប់ផ្ដើមខ្ញុំបានផ្ញើរូបថតមួយសន្លឹករួចថែប្អូនស្រីពុតបុតសារជាថ្មីប្អូនស្រីពុតបុតត្រូវខ្ញុំធ្វើឲ្យខឹងស្ទើរតែឃ្លីទ្រូងនាងមិនព្រមបន្តធ្វើដំណើរទៀតទេក៏ទាញដៃប៉ាម៉ាក់ឲ្យចូលដេកនៅក្នុងផ្ទះសំណាក់ដែលជិតបំផុតខ្ញុំសើចទីក្រុងរបស់យើងនៅទីនេះមានសីតុណ្ហភាពទាបជាងទីក្រុងខាងត្បូងរហូតដល់10អង្សាសេមានមនុស្សជាច្រើនមកពីភាគខាងត្បូងចង់មកគេចកម្ដៅនៅទីនេះប្រសិនបើខកខានថ្ងៃនេះពួកគេចង់ទិញសម្បត្តិត្រឡប់មកផ្ទះវិញគឺមិនងាយស្រួលទៀតឡើយនៅថ្ងៃទី3ប្អូនស្រីពុតបុតត្រូវប៉ាម៉ាក់ទាញឲ្យក្រោកពីព្រលឹមដើម្បីបន្តធ្វើដំណើររីឯខ្ញុំវិញដេកលក់រហូតដល់ថ្ងៃត្រង់ដូចធម្មតាហើយនៅពេលថ្ងៃត្រង់ខ្ញុំបានថតរូបអាហារថ្ងៃត្រង់ដ៏ប្រណីតមួយសន្លឹកផ្ញើចូលទៅក្នុងគ្រប់ទៀតប្អូនស្រីពុតបុតសម្លឹងមើលមីកញ្ចប់នៅក្នុងដៃនាងអត់ទ្រាំលែងបានក៏ឲ្យម៉ាក់លុបខ្ញុំចេញពីគ្រប់បាត់ទៅចុងក្រោយខ្ញុំអាចរស់នៅដោយស្ងប់ស្ងាត់បានហើយខ្ញុំបិទកម្មវិធី WeChat រួចចាប់ផ្ដើមមើលរឿងភាគយ៉ាងមានសេចក្ដីសុខនៅថ្ងៃទី6ប៉ាម៉ាក់បានខលវីដេអូមកខ្ញុំប្អូនស្រីពុតបុតឈរនៅក្បែរនោះដោយតោងដៃម៉ាក់យ៉ាងស្និទ្ធស្នាលនិងអួតអាងដោយមោទនភាពអំពីសេចក្ដីស្រឡាញ់របស់ប៉ាម៉ាក់ចំពោះនាងរីឯខ្ញុំវិញបានសើចជឿរួចក៏ចុចផ្ដាច់ទូរស័ព្ទភ្លាមដើម្បីគេចផុតពីសំឡេងជេរប្រមាថរបស់ពួកគេ
យប់នេះមកដល់ផ្ទះមែនទេគឺខ្ញុំគិតមួយសន្ទុះរួចយកកាំបិតធំដែលទិញមកឈ្មៀលឲ្យកាន់តែមុតស្រួចថែមទាំងសាកថ្មដំបងឆក់ឲ្យពេញរួចរៀបចំឧបករណ៍ការពារខ្លួនទាំងអស់ឲ្យត្រៀមជាស្រេចបើគេមិនប៉ះពាល់យើងក៏មិនប៉ះពាល់គេដែរតែបើគេហ៊ានមកប៉ះពាល់យើងកាំបិទធំនឹងកាប់មិនខាននៅយប់នោះខ្ញុំបានខិតខំសំលៀងកាំបិតរងចាំតែចាំអស់ពាក់កណ្ដាលថ្ងៃក៏នៅតែគ្មានមនុស្សម្នាក់មកដល់សោះតើពួកគេស្លាប់នៅពាក់កណ្ដាលផ្លូវហើយឬខ្ញុំបើកទូរស័ព្ទដោយក្តីរំភើបប៉ុន្តែត្រូវខកចិត្តនៅពេលឃើញប៉ារបស់ខ្ញុំទើបតែផ្ញើសារមក10នាទីមុនមិនទាន់ស្លាប់ផងទេតើមានរឿងអ្វីកើតឡើងខ្ញុំបានស្វែងរកតាមអ៊ីនធឺណិតហើយសាច់ស្ទើរតែរបូតធ្មេញប្រែជាដោយសារតែអាកាសធាតុក្តៅខ្លាំងពេកធ្វើឲ្យផ្លូវរថភ្លើងលបឿនលឿនរងកម្ដៅខ្លាំងរថភ្លើងត្រូវតែបើកបរយឺតដំណើរដើមឡើយប្រើពេលតែ5ទៅ6ម៉ោងឥឡូវនេះត្រូវចំណាយពេលរហូតដល់2ទៅ3ថ្ងៃនៅក្នុងចិត្តរបស់ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ខ្ញុំបានសម្រាកយ៉ាងស្រួលជាច្រើនថ្ងៃមិនទាន់បានរងចាំប៉ាម៉ាក់មកដល់ផងប៉ុន្តែបែរជារងចាំជួបការដាច់អគ្គិសនីទៅវិញដោយសារតែកម្ដៅខ្លាំងប្រើប្រាស់អគ្គិសនីលើសកម្រិតខ្សែភ្លើងមានបញ្ហាអាជ្ញាធរបានណែនាំឲ្យផ្គត់ផ្គង់អគ្គិសនីត្រឹមតែ3ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃខ្ញុំបានបើកម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតដោយស្ងប់ស្ងាត់ទោះជាយ៉ាងណាក៏ដោយនៅយប់នោះទ្វារអ៊ីណុកដែលខ្ញុំបានបំពាក់យ៉ាងពិសេសត្រូវគេទះនឹងដំឡើងលាន់រំពងជឹងឯងបំពាក់ទ្វារអ៊ីណុកតាំងពីពេលណាឯងធុញនឹងរស់ហើយមែនទេមិនក៏មិនប្រញាប់រត់មកបើកទ្វារឲ្យភ្លាមគឺនៅពេលបានឮសំឡេងស្រែកសម្លុតរបស់ប៉ាខ្ញុំបានតក់ស្លុតជាសភាពគិតហើយស្ទើរតែស្ទុះទៅបើកទ្វារឲ្យគាត់ប៉ុន្តែបន្តិចម្ដងក៏មានអារម្មណ៍ស្ងប់ស្ងាត់ឡើងវិញឥឡូវនេះខ្ញុំនៅក្នុងទ្វាររីឯប៉ារបស់ខ្ញុំនៅខាងក្រៅទ្វារខ្ញុំមានគ្រប់បែបយ៉ាងប៉ុន្តែប៉ាម៉ាក់និងពួកគាត់ទើបតែត្រឡប់មកវិញគឺគ្មានអ្វីសោះនៅក្នុងដៃប្រសិនបើខ្ញុំមិនបើកទ្វារទេពួកគាត់ក៏មិនអាចចូលមកបានដែរដូច្នេះខ្ញុំមិនចាំបាច់ខ្លាចពួកគាត់ឡើយជឹងប្រញាប់បើកទ្វារភ្លាមអញនិងប៉ាម៉ាក់ឈរនៅលើរថភ្លើងលបឿនលឿនអស់រយៈពេល3ថ្ងៃ2យប់ហើយថែមទាំងដើរជើងទេពីស្ថានីយន្តភ្លើងត្រឡប់មកវិញទៀតហត់ស្ទើរតែញាប់ទៅហើយអញប្រញាប់ទៅដាំបាយឲ្យពួកអញទំពាភ្លាមរួចប្រគល់សម្ភារៈទាំងអស់ដែលអញទិញមកឲ្យពួកអញបន្ទាប់មកអញអាចចុចចេញទៅបានហើយខ្ញុំដើរយឺតទៅជិតទ្វារមនុស្សទាំង3នាក់នោះមានផ្ទៃមុខខ្មៅរងដោយសារកម្ដៅថ្ងៃថែមទាំងមានក្លិនស្អុយរលួយចេញពីខ្លួនទៀតមើលពីចម្ងាយមិនដូចមនុស្ស3នាក់ទេប៉ុន្តែប្រៀបដូចជាអង្កត់អស់ខ្មៅកោច3ដាំអញ្ចឹងម៉ាក់របស់ខ្ញុំបានទាញដៃប្អូនស្រីពុតត្បុតដោយមិនសមរម្យរួចសិតសក់បន្តិចហើយសម្រួលស្នាមញឹមបន្តិចថាចឹងអើយកូនស្រីបណ្ដូលចិត្តរបស់ម៉ាក់គុំស្ដាប់អូនឯងនិយាយផ្ដេសផ្ដាសអីកូនទាំងពីរគឺជាបណ្ដូលចិត្តរបស់ពួកយើងតើពួកយើងដាច់ចិត្តដេញកូនចេញដោយរបៀបណាប្រញាប់បើកទ្វារមកកូនពេលនេះម៉ាក់ពិតជាហត់និងឃ្លានខ្លាំងណាស់ម៉ាក់មើលទៅកូនហាក់ដូចជាបានស្តុកទុកសម្ភារៈជាច្រើនណាស់មែនទេមានប៉ានិងម៉ាក់នៅក្បែរទើបអាចការពារកូនបានល្អណាស់ម៉ាក់ខ្ញុំបានប្រើប្រយោគទន់ភ្លន់ដើម្បីលួងលោមខ្ញុំរីឯប៉ាខ្ញុំវិញនៅតែបន្តដំទ្វារមិនឈប់និងប្រើកណ្ដាប់ដៃគំរាមកំហែងខ្ញុំជានិច្ចប្រសិនបើការពីជាតិមុនខ្ញុំប្រកាសជាបើកទ្វារឲ្យពួកគាត់មិនខានប៉ុន្តែឥឡូវនេះខ្ញុំបានកើតឡើងវិញសារជាថ្មីហើយខ្ញុំមិនខ្វល់ពីពួកគាត់សំបីតែបន្តិចរួចដើរត្រង់ទៅផ្ទះបាយខាងក្រោយឆុងតែយ៉េងសេយ៉ែនលូត្រជាក់ស្រេកមួយកែវភ្លាមហើយកាន់ចេញមកក្រវីនៅចំពោះមុខពួកគាត់ប៉ារបស់ខ្ញុំលាតដៃរៀបនឹងចាប់យកចាត់ទុកថាអញនៅស្គាល់កាលៈទេសៈខ្លះប្រញាប់បើកទ្វារភ្លាមរួចធ្វើឲ្យពួកអញពីរហេស្ទៀតក៏ខ្ញុំថយក្រោយមួយជំហានរួចបឺតយកភេសជ្ជៈនោះចូលទៅក្នុងពោះទាំងស្រុងនៅចំពោះមុខពួកគាត់ដោយឆ្លងកាត់ទ្វារដែកឆ្ងាញ់ខ្លាំងណាស់គ្រាន់តែត្រជាក់ពេកធ្វើឲ្យស្រកិញធ្មេញបន្តិចខ្ញុំមិនដែលហ៊ានប្រឆាំងនឹងបទបញ្ជារបស់ពួកគាត់ចំបែបនេះពីមុនមកទេប៉ារបស់ខ្ញុំខឹងរហូតដល់ក្តាប់ដៃយ៉ាងស្ទែតរួចដំទ្វារសុវត្ថិភាពយ៉ាងខ្លាំងក្លាប៉ុន្តែទ្វារដែលខ្ញុំទិញមកនោះគឺជាទ្វារសុវត្ថិភាពអ៊ីណុក304ប្រភេទក្រាស់និងទូលាយពិសេសពិតមែនហើយប៉ារបស់ខ្ញុំបុកទ្វាររហូតដល់ស្ទើរតែរបូតធ្មេញតែទ្វារនៅតែមុំតមិនកម្រើកសំបីតែបន្តិចពួកគាត់ឃើញខ្ញុំនៅក្នុងផ្ទះគ្មានប្រតិកម្មអ្វីសោះហើយស្ងប់ស្ងាត់ដូចដើមឈើក៏ដឹងថាគ្មានសង្ឃឹមនឹងឲ្យខ្ញុំបើកទ្វារឡើយពួករួមនឹងសីតុណ្ហភាពខាងក្រៅក្តៅខ្លាំងពេកចុងក្រោយពួកគាត់ក៏ត្រឡប់ទៅផ្ទះវិញដោយអាប់អួរចាប់តាំងពីពេលនោះមកខ្ញុំមិនដែលឃើញពួកគាត់មកទៀតឡើយប្រហែលជាពួកគាត់បានដេកលក់ជារៀងរហូតនៅកន្លែងណាមួយហើយបន្ទាប់ពីពេលវេលាកន្លងផុតទៅមួយរយៈសីតុណ្ហភាពក៏ចាប់ផ្ដើមថយចុះបន្តិចម្ដងហើយពិភពលោកហាក់ដូចជាចិត្តត្រឡប់មកប្រក្រតីវិញហើយភ្លាមនោះមានគំនិតមួយបានលេចឡើងក្នុងក្បាលខ្ញុំបានសាកល្បងបើកកាមេរ៉ាសុវត្ថិភាពដែលបានភ្ជាប់នៅផ្ទះហើយផ្លូវចិត្តរបស់ខ្ញុំក៏បានធូរស្រាលភ្លាមមនុស្សទាំង3នាក់នោះមិនដឹងជាទៅសុំទានអាហារនិងទឹកបន្តិចបន់ទួយពីណាមកទេប្អូនស្រីដែលធ្លាប់តែរាំងរងនៅតែបន្តគ្របក្តាប់អាហារតែម្នាក់ឯងដោយមិនខ្វល់ពីប៉ាម៉ាក់ឡើយប៉ាម៉ាក់បានស្រឡាញ់លំអៀងទៅលើនាងជាច្រើនឆ្នាំប៉ុន្តែនៅពេលនេះបែរជាមានអារម្មណ៍ថាស្រឡាញ់ខុសមនុស្សទៅវិញដូច្នេះប៉ាម៉ាក់ក៏បានហូបឆ្កែរបស់ប្អូនស្រីសេចក្តីស្រឡាញ់ក្នុងគ្រួសារកាលពីមុនត្រូវបានបាក់បែកទាំងស្រុងចំនួនបានផ្ទុះឡើងភ្លាមមនុស្សទាំង3នាក់បានឆ្លោះប្រកែកគ្នារហូតដល់ចុងក្រោយអស់កម្លាំងពីខ្លួនហើយដួលសន្លប់នៅក្នុងចំនួននោះដោយមិនដែលភ្ញាក់ឡើងវិញឡើយនៅយប់មួយសម្លេងរន្ទះបានលាន់ឡើងរំពងពេញទីក្រុងខ្ញុំបានរកឈរហើយដើរទៅជិតបង្អួចភ្លៀងកក់ខែបានធ្លាក់ចុះមកយ៉ាងខ្លាំងខ្ញុំដឹងថាខ្ញុំត្រូវចាប់ផ្ដើមជីវិតថ្មីរបស់ខ្ញុំហើយ